ព័ត៌មានសង្គមសិល្បៈដែលបងប្អូនរីករាយទស្សនានៃ Channel របស់យើងខ្ញុំបាទអញ្ចឹងកញ្ញា Kimberly គាត់បានធ្វើឲ្យ fan មួយចំនួនដែលយល់ច្រឡំថាកញ្ញានិងម្ដាយរបស់លោក ម៉ាក់ ភីង បាទគឺបាន unfollow គណនីរបស់ Instagram របស់កញ្ញាតែមកដល់ពេលនេះគឺកញ្ញាបានបកស្រាយបាទអញ្ចឹងរីករាយទស្សនាស្ដាប់បន្តិចបាននៅប្រទេសថៃបាទកាលពីមួយរយៈមុនអ្នកគ្រប់គ្រងនាំគ្នាព្រួយចិត្តពីរឿងដែលម្ដាយម៉ាក់ភីងបានធ្វើការ unfollow នាង Kimberly នៅក្នុងបណ្ដាញសង្គម Instagram ដោយគ្មានមូលហេតុជាពិសេសអ្នកគ្រប់គ្រងក៏បានគិតថាម្ដាយលោកម៉ាក់ភីងនិងនាងប្រហែលជាមានរឿងអ្វីធំដុំហើយរហូតដល់ថ្នាក់រូបគាត់ unfollow នាងចោលបែបនេះប៉ុន្តែគ្រប់យ៉ាងត្រូវបានបញ្ជាក់ការពិតហើយដែលម្ដាយនិងនាង Kimberly មិនបានមានរឿងអ្វីឬឆ្លោះទាស់ទែងជាមួយគ្នាដោយពាក្យអាចារ្យរាមគេល្បីនោះទេជាពិសេសកាលពីប៉ុន្មានថ្ងៃមុននេះនាងក៏បានធ្វើរឿងម្យ៉ាងដើម្បីឲ្យអ្នកគ្រប់គ្រងអស់ចម្ងល់ផងដែរដោយនាងបង្ហោះរូបមួយសន្លឹកជាមួយនឹងម្ដាយរួមទាំងបងប្អូនលោកម៉ាក់ភីងយ៉ាងរីករាយបំផុតនៅហាងកាហ្វេមួយកន្លែងដូច្នេះ fan អាចសប្បាយចិត្តបានព្រោះថាម្ដាយលោកម៉ាក់ភីងនិងនាង Kimberly មិនមានបញ្ហាដូចគេដែលគេល្បីនោះទេបាទអញ្ចឹងកញ្ញាពិតជាធ្វើឲ្យទស្សនិកជនឬក៏អ្នកគ្រប់គ្រងកញ្ញាគឺមិនថានៅក្នុងប្រទេសថៃឬក៏នៅតាមបណ្ដាប្រទេសទេគឺតែងតែគ្រប់គ្រងកញ្ញាពីព្រោះអឺមិនចង់ឲ្យម្ដាយលោកម៉ាក់ភីងគឺធ្វើបែបនេះបាទអញ្ចឹងគាត់បានបញ្ជាក់ហើយគឺនេះគាត់បានទៅដើរលេងជាមួយនឹងបងប្អូនរបស់លោកម៉ាក់ភីងអញ្ចឹងពិតជាសប្បាយរីករាយបាទអញ្ចឹងនេះគឺជាពាក់វ៉ាន់តាខ្មៅនេះគឺជាម្ដាយរបស់លោកម៉ាក់ភីងបាទបាទចឹងគាត់បានបង្ហោះជាមួយនឹងប្អូនស្រីលោកម៉ាក់ភីងនិងម្ដាយផងដែរបាទអញ្ចឹងបងប្អូនអស់ចម្ងល់ហើយសម្រាប់ពាក្យអាចារ្យប្រាមថាកញ្ញា Kimberly និងម្ដាយលោកម៉ាក់ភីងគឺបាន unfollow តែឥឡូវនេះគឺធ្វើឲ្យ fan មួយចំនួនគឺអស់ចម្ងល់ត្រឹមហ្នឹងបាទអញ្ចឹងមាន fan គឺចូលរួមអបអរសាទរចំពោះបាទកញ្ញា Kimberly និងលោកម៉ាក់ភីងបាទអញ្ចឹងខ្ញុំសូមបញ្ចប់រឿងមួយនេះបាទចូលរួមមក like Subscribe ដើម្បីទទួលព័ត៌មានជារៀងរាល់ថ្ងៃអំពីសិល្បៈតារាក្រៅប្រទេសនិងក្នុងប្រទេសបាទសូមបញ្ចប់